បាទនេះគឺជាឱកាសសម្រាប់របស់ក្រុមកម្ពុជាបាទនៅវគ្គដំបូងនេះមួយជាប់ទៅតែហើយបាទគឺបើកឆាកមកពីកម្ពុជាមានឱកាសក៏ប៉ុន្តែអរសើបាទមកលើកជាទីលើកបាទនេះគឺជាដែរមួយលើកទៀតបាទចន្ទធីបាទគឺសៀងចន្ទធីបាទនេះគឺជាឱកាសរបស់ក្រុមហ្វីលីពីនមកវិញបាទសុទ្ធតែមិនចាំទីជឿតិចបាទកន្លែងនេះអ្នកចាំទីជួយបានបាទសុទ្ធតែអត់បានបាទសុទ្ធអត់ពេញជើងបាទនេះឱកាសទីគិតមួយទៀតពីបាទកីឡាករកម្ពុជាកន្លែងនេះគឺប៉ះនឹងបង្គោលទីបាទគឺកន្លែងសោកស្ដាយបំផុតហើយបាទមែនតើថាបន្តមកទៀតគឺកាន់តែសល់ទៀតហើយបាទគឺក្រុមកម្ពុជាកីឡាករលេខ9ទៀតបាទប្រទេសទៀតនេះគឺនឹងឃើញហើយបាទលេខ9បាទចន្ទធីបាទសុទ្ធមកជើងពីចម្ងាយមកអូនតូចបាទកាសសុទ្ធពីចម្ងាយមកទៀតពីចន្ទធីបាទកន្លែងនេះហើយបាទកន្លែងចន្ទធីបាទមិនគួរទៅចំគោលដៅគួរទេកន្លែងនេះមិនគួរបាទមកវិញពីក្រុមហ្វីលីពីនបាទចំណុចនេះអត់មានថែមបាទមានថែមគឺចប់ដឹងណាគឺនឹងមិនសบายចិត្តទៅសម្រាប់អ្នកបងតែអញ្ចឹងដូចនេះអញ្ចឹងការដែលកីឡាករសិស្សច្បងណាគាត់ទៅគ្រប់គ្រងសិស្សប្អូនអញ្ចឹងសិស្សប្អូនខំបាទតាមវិធីការទៅខាងស្ដាំទៅគឺការបាទឱកាសរបស់កម្មវិធីថ្មីទីកន្លែងនេះបាទអ្នកចាំនៅក្នុងក្រុមជម្រើសជាតិឈុតធំនិងអុយ23កីឡាករលេខ7ទៅវិញសម្រាប់ឈុតយុវជនអាយុក្រោម16ឆ្នាំកីឡាករតូចច្រមុះអាចអូនតូចពាក់លេខ12ទៅវិញទេដែលជាទីចាប់អារម្មណ៍ខ្លាំងសម្រាប់ទស្សនិកជនក្នុងប្រកួតទល់នឹងហ្វីលីពីនកាលពីអ្វីបើតែគាត់ទូតែគាត់លេងបានល្អគាត់មានភាពវៃឆ្លាតក្នុងការលេងហើយតំបន់ដែលគាត់លេងហ្នឹងគឺគាត់មានភាពវាងវៃកីឡាករដែលខ្ញុំពេញចិត្តជាងគេគឺកីឡាករពាក់ផ្លាកលេខ12ដែលមានឈ្មោះថាអូនតូចព្រោះអីលេងបាល់លយមែនតើហើយជាពិសេសគឺទូជាងគេតែសុទ្ធបាល់ហ្នឹងហើយទៅដើមបាល់គឺលយមែនតើសាច់បាល់គាត់ការគ្រប់គ្រងបាល់ល្អហើយនឹងខ្ញុំពិតជាជាសង្ឃឹមថាយើងពេលដែលយើងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម2013គាត់នឹងមានឈ្មោះសម្រាប់លេងឲ្យក្រុមជម្រើសជាតិទៀតគេសង្កេតឃើញថាអូនតូចត្រូវបានគ្រូបង្វឹកជប៉ុនអ៊ីគីដាក់ឲ្យលេងពេញ90នាទីបើទោះជាកីឡាករមកពីខេត្តរតនគិរីរូបនេះរៀងធ្លាក់កម្លាំងបន្តិចក្តីគ្រូបង្គោលឈុតយើងពិតជាមិនអាចរក្សាលំនឹងនៃការលេងបានទេដោយមានការសហការជនថ្នាលកម្ពុជាបានយកឈ្នះហ្វីលីពីនដោយលទ្ធផល1-0ក្រោមកខ្សែភ្នែកនិងសម្លេងអបអរកងរំពងពីអ្នកទស្សនាប្រមាណ 20,000 នាក់គ្នាអុយ16សិង្ហបុរី3-1មីយ៉ាន់ម៉ាដោយខ្សែការពាររបស់កម្ពុជាទេផ្ដាច់មួយជើងលឿនណាស់ទៅហើយដោយខ្សែការពាររបស់កម្ពុជាទេផ្ដាច់មួយជើងលឿនណាស់ទៅហើយកំពុងតែប្រើលំឿនទៅមកចូលទៅហើយ